Trơ spell mà mấy mà dương mưa tới chung mùi nâng King Aris Trơ Purify muối bông bà lại cái lọc đáy á Purify yes do Purify té ơi rồi King Aris Purify គាត់ប្រហែលយកកាត់ជាមួយនឹងការចងករបស់ស៊ីយ៉ាន់មែនទេ បាទ តែគាត់អត់ចុចយ៉ាងម៉េចហ្នឹងណាចាមានការផោក Mid Lane ត្រូវការចាំង color មកជួយខ្ញុំផង Mid Lane បើមិនចឹងទេអាចនឹងអត់បាន level 4ដូចគ្នាបងឯងតែស្ថានណាចាក៏មានជាមួយនឹង passive របស់គាត់អាចឡើងឈាមមកវិញបាទយ៉ា King Aris ប៊ីហានីភ័យជ្រើសរើសជាមួយនឹងការមើលអំបលឹមដូចគ្នាដូចជាអត់មានអ្នកណាផ្លាស់ប្ដូរអំបលឹមអីឆ្នៃទេបាទធម្មតាបាទកិនកាត់ cooldown ថារ៉ាណាចាក៏កាត់ cooldown ដូចគ្នាបងឯងបង King Aris solo kill ទៅលើស៊ីយ៉ាន់បាត់ហើយឈាមឡើងមិនតាន់នោះទេមានរឿងអីអញ្ចេះបាទមីមកផ្ទុះសូលវាយប្រហែលដៃស្ទើពីដៃបាទគុណបណ្ដោយអូឈាមយើងតិចតែឈាមគេតិចដែរចឹងឡើងទៅច្រើនយ៉ាអាយយស៊ីយ៉ាន់យូសងធ្វើការ level 4សំខាន់ណាស់ក្នុងតថទី1អាចគួរលេងចឹងទេណងបាទ state safe ល្អការចាយ spell គឺមិនខាតទេតែសារ spell អាចនឹងវិលពេញតែសំខាន់គឺ level 4អាចនឹងមិនមានសម្រាប់ស៊ីយ៉ាន់បាទចឹងយើងអភ្លេចជាមួយនឹង sponsor របស់យើងដូចគ្នាជាមួយនឹង Infinite GT 50 Pro 5G នាំមកជូនដោយ Official Gaming Phone Infinite GT 50 Pro បងបាយគ្នាសិនអូយ Gaming Phone ដំណើរការដល់ម្ចាស់ chip D8400 Ultimate Gaming Chip 5.5G ក៏ដូចជាលេង MLB ដោយ120 FPS ដូចគ្នាមិនធ្លាក់ frame មិនឡើងកម្ដៅជាមួយនឹង Liquid Cooling Draw Flow អេក្រង់រអើ140 Hz ស្តាន់ជាមួយនឹងការ copy តម្លាក់មកវិញជាមួយនឹងការ retry សួរមរាមួយស្មើសួរមរាយកបានជាមួយនឹងតថទី1បានល្អមិនដែលការបាក់មើលមកស៊ីយ៉ាន់ដើម្បី zone ចេញតាន់ពេលវេលាល្អមិនដែលការ control បានជាមួយនឹងតថទី1ដាក់កលេខជាមួយនឹង solo kill ដោយ live បាត់ទៅហើយមានរឿងអីចេះវ៉ាវគេ solo kill 2នាក់ណាបាទ experience land 1 go land 1មានអីចេះSilent ទាំងសងខាងដូចជាមានអារម្មណ៍ថាគាត់រៀងធ្វេសប្រហែលបន្តិចសម្រាប់ team Valhalla បាទបើមកចាញ់ flicker ក៏ដូចជាឡានក៏ចាញ់ flicker ក្នុងការដូចគ្នាបងស៊ីយ៉ាន់អត់លេង Yes បាទចឹងកណ្ដាប់ពេលនេះយកបាន objective មួយតែម្ដងជាមួយនឹង team Valhalla ក៏ដូចជា go វិញលីបបន្តិចបន្តួចតែម្ដងនៅដើមម៉ោងរបស់យើងបាទ Flash មានអារម្មណ៍ថាគាត់ចង់លេង safe អត់ចង់ control ទេនៅដើមវគ្គព្រោះដោយសារប្រភេទ hero របស់គាត់power spike ចេញនៅពាក់កណ្ដាលវគ្គនិងចុងវគ្គបាទអាចនឹងចេញមកច្រើនឯនៅតថទី2និងទី3នេះគាត់អាចធ្វើបានរឿងច្រើនបើក្នុងករណីដែល live ជាស្អី Cypher គាត់ធ្វើបានល្អបាទតែនៅក្នុងវគ្គនេះបើយើងមើលទៅជាមួយនឹងសាក់ស៊ូអាចនឹងចេញ Sky Piercer អត់បងគាត់អាចលេងបានយ៉ាលេងបានតែតតមើលគោដើមវគ្គសិនយ៉ាបាទព្រោះ Sky នេះតតដើមវគ្គយើងមានគ្រប់លើគេដែរបើអត់គ្រប់អាចនឹងប្រហែលបាទការផោកតែម្ដងទូមកដែរ experience land របស់គាត់ជាប្រភេទ damage នៅពេលដែល utility ចាំង color ចេញមកអញ្ចឹងគឺពឹងនឹង experience land ដែរប្រហែលបើសិនជា experience land ធ្វើមិនបានល្អនោះទេ Rashmoni អាចនឹងពិបាកលេងមែនតើបាទសូលណាមួយសូលត្រូវគេ solo kill ចឹងអាចនឹងចាញ់ goal តិចតួចទៅលើ live បាទចុះមិនចឹងមានរឿងអីកើតឡើងបាន silent ទាំងពីរគាត់ទៅមានបញ្ហាបែបនេះ solo kill គឺមិនចំណេញទេណាបាទបើគេ rotation pick off គឺជារឿងធម្មតាទេយើងគេចអត់ផុតទេរឿងគេ rotation pick off បាទតែដល់ពេលដែល solo kill គឺជារឿងដែលយើងអាចគេចផុតតែយើងអត់គេចដល់តែរូបភាពមួយទៀតបើកន្លែងមកមើលជាមួយនឹងស៊ីយ៉ាន់គាត់ជ្រើសរើស spare ជាន់កកអញ្ចឹងទៅអត់មានអីរត់ទេតែបងវាយបខំវាយជាមួយនឹងការចង់ផ្ទុះសូលមកវិញអត់បានផ្ទុះដាច់ខ្លួនឯងយកណាមួយ hero ប្រភេទ Uranus គេមិនមែនជាប្រភេទ hero ដែល commit វាយមកយើងទេគេខៃដើម្បីយកឈាម regen HP មកវិញអញ្ចឹងគេគ្រាន់តែយើង vest skill និង spell តែប៉ុណ្ណោះបាទអស់ឈាមអស់ spell គេមកវិញយើងងឹតបងបាទចឹងកន្លែងមកមើលជាមួយនឹងថថទី2មានការ spawn Cypher ក៏ឈោអស់ជាមួយនឹងថថនោះចោលតែម្ដងអត់ឲ្យសុំរាមមើលទេជាដូចបាននិយាយចឹងតថទី2គាត់អាចលេងបានក្នុងករណីដែល Cypher អាច zone ទៅលើសួរមារ៉ាជាពិសេសបើសិនជាការជិះកទៅលើសួរមារ៉ាគ្រាន់តែបង្អាក់នៃការ retreat ទៅក៏ជារឿងចំណេញមួយសម្រាប់ team Flash Cake មែនទេបាទ King Aris បាទមកហើយបាក់មុខអត់ឲ្យទៅលើសួរមារ៉ាខ្លាំងមែនទេតែមិនតបើកទៅទេដើរមកដើម្បីធ្វើការខៃ Secret ធ្វើការផោកមាន ultimate ដូចគ្នាប៉ុន្តែតែមើល ultimate របស់ Secret អាចធ្វើបានល្អតែឬអត់ក្រុមទាំងពីរក៏មិនតចង់ control ឲ្យចាំង color ទាំងពីរ fan បានធម្មតាតែសាក់ស៊ូទៅយើងចំណេញជាងតែ pop គឺមិនតបានយកដល់ឡើយទេឥឡូវមានការចេញបាយលើស៊ូមារ៉ាមានបញ្ហាប្រាស៊ីក្រឹងបានមកចូលមកជួយ Cypher បើក ultimate បានដល់ពីស៊ូមារ៉ាដាច់ឈាម 50% ដូចគ្នាប៉ុន្តែផោកឈឺខ្លាំងមែនតើ Team Flash KX អត់ចង់លេងរបៀបលឿននោះទេគ្រាន់តែចង់ផោកដើម្បី zone ទៅលើស៊ូមារ៉ាយកជាមួយនឹងតថទី2តែប៉ុណ្ណោះខាតខ្លាំងមែនតើជាមួយនឹងការ control តថទី2លបូតបាត់ទៅហើយបាទ
បានម្នាក់បានថថទី1បានវ៉ាហាឡាថថទី2បានទៅ Flash KH ប្រយ័ត្នគេគៀបយកជាមួយនឹង goal lane ណាបងមកហើយ អត់ទេ Secret មាន ultimate បាទហើយណា បាទជាមួយនឹងការដើរចូលតែបានបើកជាមួយនឹងការ copy skill តម្លាក់ត្រឡប់មកវិញដល់គ្នាប៉ុន្តែក៏លេជាមួយនឹង Secret ជាប់កកនៅលើខ្លួនដូចគ្នាប៉ុន្តែជាមួយ Cypher ជីបានជាមួយនឹង Secret បាត់ជាមួយនឹងអ្នកបាក់មុខដូចគ្នាប៉ុន្តែតែជាមួយនឹង Cypher ក៏អាចរត់រួចមិនអាចយកបាននៅទេ Kingery បន្តការឈរបើកមុខខ្លាំងមែនតើចំណែក SC យ៉ាន់នៅក្នុង lane ខាងក្រោម បាទដោយដែលបានឃើញចឹងបាទមិញមក ultimate របស់ OP ក្នុងការ copy RT របស់ស៊ីធាននេះគឺល្អខ្លាំងដែរបាទ អូខេដូចនិយាយ King Hero Uren ណាយកមកដើម្បីចូលប្រៃមិនយកមកដើម្បីឈ្នះ lane បាទនិយាយថាការឈ្នះ lane របស់គាត់គឺជា extra មិនថាបន្ថែមទៅលើការលេងអញ្ចឹងមិញគាត់ការវាយទៅលើ Sian ដាច់ level 3 មុនហ្នឹងក៏ជារឿងល្អ solo kill ហ្នឹងគឺចំណេញហើយប៉ុន្តែនៅពេលដែលគាត់ចូលមក annoy ទៅលើ Sumara ទៀតគឺកាន់តែល្អមែនទេបាទតែឡើយចាំក៏គេលួចទៀតហ្នឹងហើយគេលួចទៀតហើយគេមករំខានទៀតមិនថា Cypher ចឹងណាដល់ប្រភេទ hero របស់ខាង team Flash K គឺសិតតែជាប្រភេទ hero ដែលអាចចូលមកលុកលុយនៅក្នុង jungler របស់ខាង Valhalla បានទាំងអស់បាទCypher Lucky Star ដោយតែបងកាកាបាន mention ចឹងបាទជាមួយនឹងការរំខានខ្លាំងមែននៅក្នុងវគ្គមួយនេះមានអារម្មណ៍ថា Valhalla លេងខុសទម្រង់ច្រើនខ្លាំងមែនតើនៅដើមវគ្គជាមួយនឹងការបាត់បង់ជាមួយនឹងតថទី2ក៏ដូចជាការ rotation flow របស់គាត់បាទដូចមិនយ៉ាងនេះបាទមើលទៅនៅតាមវគ្គក៏គាត់អត់ហ៊ានលេងដែរបន្ទាប់ពី Silent ទាំងពីរត្រូវបានគេ solo kill បាទអូ King Ares លួចបានជាមួយនឹង Pop របស់ Sumara បាត់ទៅហើយបាទហើយគេធ្វើតែអញ្ចឹងឲ្យ Silent ទាំងពីរ Hero Uren ណាហើយនឹង Cypher គេធ្វើតែប៉ុណ្្នឹងបាទកាតព្វកិច្ចរបស់គេគឺមានតែប៉ុណ្្នឹងគេបំពេញកាតព្វកិច្ចគេហើយគឺគេដើរចេញហើយដល់ពេលដែលធ្វើបែបហ្នឹងគឺធ្វើឲ្យ Team Flash K ក៏អាចគ្រប់គ្រងទៅលើ objective ទៅថលនិង load បានទៀតមកហ្នឹងហើយ Sumara ក៏អត់អាចជះឥទ្ធិពលនៅជាប្រភេទ Hero Backseer ដែលមាន damage reduction និងការកាត់ឡើងឈាមនៅដើមវគ្គបានដែរការចេះ cancel តាចូលចង់ចាប់តែទៅថលរបូទៅខាងគេបាត់ហើយជាមួយនឹង Cypher ចាប់មិនស្រួលនោះទេចាយ Spell Flicker ចង់ជីកមកវិញក៏បានដែរប៉ុន្តែដោយសារគ្នាគាត់អត់នៅអញ្ចឹងក៏គាត់អត់ថង take risk តែកលេចជាមួយនឹងខាងក្រោម King Ares រំខានទៅលើ Valhalla ខ្លាំងមែនតើ Valhalla មានរឿងអីចេះអាយយអត់មាន hero អីវាយជាមួយនឹង King Ares ទេបងកាកានៅក្នុងវគ្គនេះអូយសូលបាទជាមួយនឹងការ copy ultimate តម្លាក់បាត់ទៅហើយមកពី OP ប៉ុន្តែនៅ midlane ក៏មានបញ្ហាចង់បុកផ្ដាច់ Tier 1 turret ឥឡូវមានការមករំខានមកពី Secret clear minion បានស្អាតតែណាចាត្រូវការបង្ខំចិត្តទៅការដកថយ ultimate មិញរបស់ណាចាមែនរបស់ណាចាទាំងពីរបាទតែ OP មិនអសល់ជាមួយនឹង ultimate ឃើញនៅ skill របស់គាត់នៅមាននៅឡើយទេតែ Sumara យកបានជាមួយ all rank បាទមានរឿងអីចេះមានអារម្មណ៍ថា Valhalla ត្រូវបាន Team Flash K រុញច្រានឲ្យខិតទៅក្រោយរហូតយកតែម្ដងសូម្បីតែជាមួយនឹង Buff ក៏មិនអាចចូលមកវាយទៅលើ King Ares បានដែរ King Ares គឺការ farm land របស់គាត់អស់កាតព្វកិច្ចដោយសារតែគាត់យកបានជាមួយនឹង Tier 2 turret ទៅហើយបាទកន្លែងមកភាគច្រើននៅក្នុងដើមម៉ោងនៅវគ្គប៉ុណ្ណេះគឺ King Ares គាត់ចូល team fight Papa បើអស់ទៀត level 13ទៅ level 10បាត់អស់2ដងណាបងបាទ Sumara បាត់ Papa 2ដងហើយបាទអញ្ចឹងរៀងធ្ងន់ទេជាមួយនឹងបន្ទុកភៀវគឺ 3-0 ទេមិនសូវបាយទេព្រោះខ្ញុំមានអារម្មណ៍ថាការបើក back seer ឲ្យលេងគឺជាអន្ទាក់តែជាមួយនឹងការក្រាក់ទេនឹងបាយឡូពេជាប់ធ្វើទៅ final មកដាច់បាត់ហើយការខាយយូរខ្លាំងពេកជាមួយនឹង Soul ជាមួយនឹងការចាយជាមួយ speaker ដើរមកវិញដូចគ្នាមិនតាមជាមួយនឹងការបាយទៅលើ King Ares មកពីក្រោយ say hello to Papa Sazu តែទៅវិញបាទអូពីអត់នឹកស្មានដល់ទេមកបាញ់មិញនេះជាមួយនឹងការ combo flick ដូចគ្នាប៉ះ flick ម្នាក់មកជារៀងនៅតែដាច់អត់ទេមិញអូពីគាត់ចង់ឲ្យសូលលង Yes តែដោយសារមួយ skill មួយដៃនឹងឈឺពេកគាត់ flick ទៅខាតទាំង flick បាត់ទាំងជីវិតខ្លួនឯងបាទរៀងលងខ្លួនបានបំបែកជាមួយនឹងពងមន់បានហើយពី Valhalla ប៉ុន្តែ goal នៅតែ lead ដល់ដែរទេបាទ 4.8k សម្រាប់ Team Flash KH មកដល់ Victor បានចូលទៅលើសាក់សូដូចគ្នានៅក្នុង lot ទី1នេះតើជាមួយនឹង Flash KH អាចនឹង fast lot ឬក៏បន្តឲ្យការចូលមក contact ដោយបាទតាមគេរាប់ថាជាមួយនឹងអន្តរារបស់ Team Flash K គឺមាន jet មាន damage ទេលោកអើយ damage ទៅណាដូចជាអត់ត្រូវឈឺទេតគួរតែអត់តែដូចជាអត់មាន damage ទេលោកអើយ damage ទៅណាដូចជាអត់ត្រូវឈឺទេតគួរ damage ទៅណាដូចជាអត់ត្រូវឈឺទេតគួរអើយបាទ King Ares ឡើងឈាមមកវិញរហូតវាយតែម្ដងឈាមមកវិញការមកពីឡាយមកការវាយវិញនៅតាមការចាយមកពីការមកពីការចាយនៅក្នុងការចុចកមកវិញនៅគ្នាដែរ ultimate បានប្រើបាត់បោជាមួយនឹងសាក់
ស៊ូបានហើយស៊ូមិនណាមានការជីកសាយបាយកបានជាមួយធាស៊ីរ៉េតរត់ទៅជាមួយសាយបារត់តែដោបានជាមួយធាស៊ីរ៉េតស៊ីក្រាត់ដោជាមួយនឹងសាក់ស៊ូក៏មិនជាការខាតបងអីដែរបាទមានអារម្មណ៍ថាដំណេគាត់មានបន្តិចបន្តួចវាស្ទួយស្ដាងខ្លាំងមែនតែយកជាមួយនឹងការផ្ដាច់ទៅលើសាក់ស៊ូក៏គួរសមដូចគ្នាផងដែរមកឈុតបាញ់មិញណាបើសិនជាអត់មានអាល់តិមេតរបស់ Secret ក្នុងការ stop team fight ទេដឹងតែដាច់អស់ហ្មងបាទព្រោះដោយសារតែយើងដឹងហើយជាមួយនឹងកន្លែងដើម្បីច្រើនណាបងអស់ហ្មងបាទព្រោះដោយសារតែយើងដឹងហើយជាមួយនឹងកន្លែងដើម្បីច្រើនណាបងបាទកន្លែងមកជាមួយនឹង item ដូចគ្នាមានថាដើម្បីមកគ្រាប់ដមមិនណាយចាញ់ពី Secret ក៏ដូចជាមានជាមួយនឹង Charty Sportron ហើយនឹង Radiant ដមមិនណាយពី King Aris បាទសម្រាប់សាក់ស៊ូមាន Hunter Strike Perfect Draw ក៏ដូចជា WX អូ Malefic កាន់អូ4 item យេដល់បាទ WX អូ Malefic កាន់អូ4 item យេដល់បាទសិនជាវ៉ាហាឡាលេង passive អញ្ចឹងគឺ flash គេចង់បានតែ tier 3 ដែរបាទគេលេងគឺនឹង threat ចឹងរហូតព្រោះដោយសារតែគេអត់មាន strict ហ្នឹងណា strict បានថាគេអត់មានណាគេមាន strict kill ត្រូវគេមាន strict kill ត្រូវយកបាន bonus goal បានអីទេអញ្ចឹងគឺគាត់យកតែ objective control creep ទៅលឹងចាំង color ទៅគឺគាត់អាចនឹងគ្រប់សេដ្ឋកិច្ចទាំងស្រុងទៅលើវ៉ាហាឡាបាទតែសម្រាប់វគ្គនេះជាមួយនឹង Soul ក៏តន្ទឹងរង់ចាំជាមួយនឹង Divine Galeo ដើម្បីដក defense អ្នកដែល front line ដូចគ្នាបងបើសិនជាអត់មាន Divine Galeo ទេវាយទៅលើ King Eric ក៏ដូចជា Cypher អត់ចូលទេបាទហើយណាមួយដើម្បីបញ្ចប់វគ្គរបស់គេនោះមានជាមួយនឹង line ទៀតបើសិនជា line គាត់មានគេនោះមានជាមួយនឹង line ទៀតបើសិនជា line គាត់មានជាមួយនឹង Winter Crown ណាជារឿងធ្ងន់មែនតើក្នុងការមាន target out reset ជាមួយនឹង skill ទី2បើសិនជាម្លងពេលហ្នឹងសមាន flicker Lord នេះអាចនឹងពិបាកចូលមែនតើសម្រាប់ team វ៉ាហាឡាជា cancel ដើរចូលឃើញជាមួយ OP ចាប់ OP ដែរទេ Ultimate បានប្រើចោលបាត់ទៅហើយ OP ចាយជាមួយ Spell Flicker copy skill ត្រឡប់មកវិញក៏មិនទាន់ copy ការបាក់ទៀតដូចជារឿងច្រើនជាមួយនឹង Spell ច្រើនអស់ជាមួយ skill ច្រើនខ្លាំងមែនតើអូមែនតើអូ3 Ultimate 2 RT ណាចាហើយនឹង Sian មក Flicker របស់ OP ឲ្យខាត2 Ultimate បាទមានអារម្មណ៍ថាអត់ចំណេញបងមកឈុតមកបាញ់ cancel មួយទៀតណាបាទឥឡូវ low free ទៅកាន់ flash KH បន្ថែមទៀតដែរបាទមានអីចេះបាទវ៉ាហាឡាគឺ passive ខ្លាំងមែនតើការនិយាយគ្នាមិនត្រូវឬក៏យ៉ាងណាមើលដល់ការដើរទៅលើផ្លូវមនុស្សរៀងពិបាកដល់ការដើរទៅលើផ្លូវមនុស្សរៀងពិបាកឬក៏អាចចូលជាអន្ទាក់ជាមួយនឹងការ pick back សៀមួយនេះបាទការបើក back សៀឲ្យទៅកាន់វ៉ាហាឡានេះគឺវ៉ាហាខាង team flash ហើយគាត់ត្រៀមហើយបាទ Uranus និង Galoបាទ Lord ដើរទៅផ្លូវ top lane មកជាបណ្ដាជាមួយនឹងការអមដោយ minion 3ផ្លូវដូចគ្នាបាទចំណែកវ៉ាហាឡាតែម៉ែតមានមួយ set ទេបងព្រោះរសារបើមិញមើលទៅជាការអស់ RT រៀងយូរដែរពីស៊ីយ៉ាន់លើកនេះរៀងលើកនេះអត់ការលោតមកវិញមកពីខាងឡាយ Ultimate បានប្រើដល់14 hero នៃការ stand បើកយកតាម download មិនដល់បាននៅលើទេ Ultimate 2 hero បានប្រើដូចគ្នាដែរ TC Threat Midland ក៏បានវាយផ្ដាច់5 hero នៅសល់ទាំងអស់ពី team Flash គេបូករួមជាមួយនឹង Lord មួយជាមួយ TC ខាងក្រោមសាក់ស៊ូវាយបណ្ដាច់ចោលបណ្ដាច់3ផ្លូវក៏បានបណ្ដាច់បាន team Flash គេវ៉ាហាឡាអាចទប់ជាប់ដែរទេ Lord ចូលវាយលើសាក់ស៊ូមិនមានទេស៊ីយ៉ានចាប់បានជាមួយនឹងសាក់ស៊ូបាទជាមួយនឹងសាក់ស៊ូស៊ូមានការដល់ទៅបានទៅមានការ copy មកពី OP ទៅមកវិញដូចគ្នា Ultimate ក៏បានកកជាប់បញ្ចប់ត្រឹមនេះបណ្ដាអ្វីដែលគាត់ត្រូវការ3ផ្លូវតែប៉ុណ្ណោះបាទខ្ញុំនិយាយគេអត់បើសិនជាគាត់អត់បាយ team Flash គេចង់បានតែ Threat ទេហ្នឹងហើយឥឡូវគេយកតែប៉ុណ្្នឹងនិយាយទៅមក team fight 2 team fight ដែលអមជាមួយនឹង Lord គឺបាត់បង់តែសាក់ស៊ូមួយតែបាទក្រៅពីហ្នឹងគេដកបានទៀតក៏ដូចជា goal នៅតែបន្តការ lead ដកដែរទេបាទសម្រាប់ team Plus KA បាទមកចំណេញទៀតទេគេរងចាំត lot ទី3ក្នុងការបញ្ចប់វគ្គសម្រាប់ team Flash បើយើងមើលទៅលុះត្រាតែ Secret នៅក្នុងវគ្គនេះធ្វើមករឿងទៅលើ OP ឬក៏ទៅលើ Live បាទវគ្គនេះបើសិនជា lot ទី3យកបានក៏នៅតែរឿងពិបាកដែរបាទ push ដូចគ្នា Yes បាទបើអាចខ្ញុំគិតថាគួរតែបញ្ឆោត team fight ឲ្យបាទបញ្ឆោត team fight ពី team Flash ទៅលើ Valhalla នឹងអាចនឹងបានបាទតែមានអារម្មណ៍ Valhalla តាំងពីដើមវគ្គមកគាត់លេងរឿង safe ប៉ុន្តែបែរជាទៅជា silent ជា solo kill ធ្វើឲ្យ plan មួយហ្នឹងអាចគាត់ដូរណាបាទនឹងដូរភ្លាមៗបើទៅបាទតែមួយនេះក៏ជាតែអាចគាត់ចូល control objective បានដែរដែលមានជាមួយនឹង hero ជើធានបាទ ultimate មាន secret បាទគាត់ជាប្រភេទ hero ដែលមានភាគរយដែលបញ្ឈប់ទៅលើ jungler គេឲ្យ jungler យើង free ជាមួយនឹងការ retribution បាទ item bill បាទអូយ Rose Gold ទេបងអត់លេង Winter Crown ទេបាទសម្រាប់ live Winter Crown នេះបើគេកកអីក៏ដែរ Golden Time
golden hour golden time ហ្នឹងមករបស់ Secret ហ្នឹងគឺបញ្ឈប់គាត់បាត់ហើយអញ្ចឹងយើងចុចកកនៅតែប៉ុណ្្នឹងមិនចុចកកនៅតែប៉ុណ្្នឹងតែមានការចូលចាប់បាយជាមួយនឹង King Yuri មានជាមួយនឹងជួបរ៉ាការប្រើប្រាស់ជាមួយជួបរ៉ាទៅគ្នាជាមួយនឹង Secret ជាប់ជាមួយនឹង Terrify ចាយជាមួយនឹង Spare Flicker បាត់ទៅហើយតាមឬក៏មិនតាមជាមួយនឹងការតាមជាមួយនឹងការ Ultimate ជាប់ជាមួយនឹង Cypher អស់ប្រើដូចគ្នាដែរ TC Trade Midland ក៏បានវាយផ្ដាច់500នៅសល់ទាំងអស់ពី Team Flash Cake បូករួមជាមួយនឹង Lot មួយជាមួយ TC ខាងក្រោមសាក់ស៊ូវាយបណ្ដាច់ចោលបណ្ដាច់3ផ្លូវក៏បានបណ្ដាច់បាត់ខាង Team Flash Cake វ៉ាហាឡាអាចទប់ជាប់ដែរទេ Lot ចូលវាយលើសាក់ស៊ូមិនមានenergy យ៉ាងចាប់បានជាមួយនឹងសាក់ស៊ូបាទជាមួយនឹងសាក់ស៊ូដែលស៊ូមកមានការដល់ទៅមានការ copy មកពី OP ទៅឡើងមកវិញនោះគ្នា Ultimate ក៏បានកកជាប់បញ្ចប់ត្រឹមនេះបណ្ដាអ្វីដែលគាត់ត្រូវការ3ផ្លូវតែប៉ុណ្ណោះបាទខ្ញុំនិយាយគេអត់បើសិនជាគាត់អត់បាយ Team Flash គេចង់បានតែតរ៉េតទេហ្នឹងឥឡូវគេយកតែប៉ុណ្ណឹងនិយាយទៅមក team fight ពី team fight ដែលអមជាមួយនឹង lot គឺបាត់បង់តែសាក់ស៊ូមួយតែប៉ុណ្ណោះបាទក្រៅពីហ្នឹងគេដកបានទៀតក៏ដូចជា goal នៅតែបន្តការ lead ដដែរទេបាទសម្រាប់ team Flash KA បាទមកចំណេញទៀតទេគេរងចាំត lot ទី3ក្នុងការបញ្ចប់វគ្គសម្រាប់ team Flash បើយើងមើលទៅលូត្រាតា secret នៅក្នុងវគ្គនេះធ្វើមករឿងទៅលើ OP ឬក៏ទៅលើ live បាទវគ្គនេះបើសិនជា lot ទី3យកបានក៏នៅតែរៀងពិបាកដែរបាទ push ដូចគ្នា yes បាទបើអាចខ្ញុំគិតថាគួរតែបច្ឆោត team fight ហើយបាទបច្ឆោត team fight ពី team flash ទៅលើ Valhalla នឹងអាចនឹងបានបាទតែមានអារម្មណ៍ Valhalla តាំងពីដើមវគ្គមកគាត់យើង safe ប៉ុន្តែបែរជាទៅជា silent ជា solo kill ធ្វើឲ្យ plan មួយហ្នឹងអាចគាត់ដូរណាអាចនឹងដូរភ្លាមៗបើទៅបាទតែមួយនេះក៏ជាតែអាចគាត់ចូល control objective បានដែរដែលមានជាមួយនឹង hero ចូលធានបាទ ultimate មាន secret មកតែគាត់ជាប្រភេទ hero ដែលមាន200ដែលបញ្ឈប់ទៅលើ jungler គេឲ្យ jungler យើង free ជាមួយនឹងការ retribution បាទ item bill បាទអូយ Ross Gold ទេបងអត់លេង Winter Crown ទេបាទសម្រាប់ live Winter Crown នេះបើគេកកអីក៏ដែរ golden time golden hour golden time ហ្នឹងមករបស់ Secret ហ្នឹងគឺបញ្ឈប់គាត់បាត់ហើយអញ្ចឹងយើងចុចកកនៅតែប៉ុណ្្នឹងមិនចុចកកនៅតែប៉ុណ្្នឹងតែមានការចូលចាប់បាយជាមួយនឹង King Yuri មានជាមួយនឹងជួបរ៉ាការប្រើប្រាស់ជាមួយជួបរ៉ាទៅគ្នាជាមួយនឹង Secret ជាប់ជាមួយនឹង Terrify ចាយជាមួយនឹង Spare Flicker បាត់ទៅហើយតាមឬក៏មិនតាមជាមួយនឹងការតាមជាមួយនឹងការ Ultimate ជាប់ជាមួយនឹង Cypher អស់សាក់ស៊ូវាយបណ្ដាច់ចោលបណ្ដាច់3ផ្លូវក៏បានបណ្ដាច់បាត់ខាង Team Flash គេវ៉ាហាឡាអាចទប់ជាប់ដែរទេ Lot ចូលវាយលើសាក់ស៊ូមិនមាន energy យ៉ាងចាប់បានជាមួយនឹងសាក់ស៊ូបាទជាមួយនឹងសាក់ស៊ូដែលស៊ូមកមានការដល់ទៅមានការគឺបាត់បង់តែសាក់ស៊ូមួយតែប៉ុណ្ណោះបាទកន្លែងនេះគួរតែគាត់បណ្ដាច់ខាង Team Flash គេវ៉ាហាចំណេញអីបណ្ដាច់អូយការធ្វើប្រហែលរបស់ Soul បាញ់មិញនេះដោយសារតែ live គាត់បាច់ជឿខ្លាំងពេកមានអីក៏មានឲ្យវាយដល់ដាច់បាទនិយាយទៅគាត់ព្យាយាមឲ្យគេតេសមកឡូឈាមបាទឥឡូវមកហើយអញនោះ4ទល់នឹង5ឲ្យនោះ Team Flash ដូចជាចង់ឆោអាការនេះទៅមកវិញដើម្បីបញ្ចប់វាតែក៏លេងជាមួយនឹង King Yuri ស្បាក់បងទៅតាមរក Secret ជឿយ៉ាងណាអត់មានទេគាត់មានការបាននេះដល់ការវាយចាប់ដែរជាមួយ live ចាច់វិញនៅកោនមួយបោទៅបាយលើគ្នាបណ្ដាក៏លេងជាមួយនឹងការតតម្រូវជាមួយនឹងស៊ីយ៉ានការចេញកបបងបញ្ជូនមកដើម្បីការបណ្ដាការទៅមកបាយដល់ការសល់បញ្ឈប់ការបោករបស់ Team Flash គេសាក់ទៅឲ្យតែបាត់ទួលណៃដូចគ្នាបណ្ដាមិនអាចយកណាចាបាននោះទេបុកក៏បានមកចាប់2ដល់នឹង2តែនៅតែតបជាប់2 Valhalla អូយមានអារម្មណ៍ថាជាមួយនឹងស៊ីយ៉ានធ្វើគ្រប់រឿងហើយបងនៅព្យាយាមក្នុងការ knock ទៅលើ live ដើម្បីឲ្យ live គាត់ off flicker ហើយមាន Predactor រត់មិនរួចដូចគ្នាផងដែរបាទនិយាយទៅនៅតែដាច់បាល់ជាមួយនឹងស៊ីយ៉ានធ្វើបាល់ល្អខ្លាំងតែក្នុងការទប់ជាមួយនឹងផ្ទះមានការ spawn តិចពី Soul ទៀត damage ឈឺទាំងធ្ងន់យកបងបាទទៅវត្តមាន Soul សំខាន់បើនិយាយវិញសំខាន់ជាង live ទៀតហ្នឹងបាទគាត់ដាច់ทีมគាត់នឹងមិនមាន damage ទេតែបើសិន live ដាច់គេនៅមានជាមួយនឹងសាក់ស៊ូនៅមាន OP ដែលមាន damage អាចបញ្ចេញបានបាទអញ្ចឹងគឺគាត់សំខាន់ខ្លាំងមែនតើបាទគាត់បាត់នៅក្នុង team វាយនីមួយគឺ Valhalla ពិបាកនៃការឈរវាយជាមួយនឹង team Flash KX មែនតើបាទនិយាយទៅគាត់បញ្ហាអី copy អាតែមែនខោបាត់ហើយពី OP copy បារ៉ិតបាទចូលហារ៉ិតបាទខ្លាកទេមួយសិនបាទ cancel ចោលយកហ្មងបាទកលេមកមើលជាមួយនឹង team ដូចជា full អស់ហើយអូលក់ស្បែកជើងដាក់ Winter Crown ដែរបងបាទសម្រាប់ live បាទក៏ដូចជា Soul ក៏អូមុនហ្នឹងណា Soul ក៏មានជាមួយនឹង Winter Crown ដែរតែអត់ចុចទេចុចអីបើដងដាច់ដែរហ្នឹងហើយព្រោះរសារ low ឈាមឡងពេលហ្នឹងណាមួយមាន flicker បាទតែហានិភ័យបងឃើញអត់ឃើញគេមិញបុកប៊ីចោអត់បាទតែជាមួយនឹង Lot មានការ spawn មក Lot នេះគឺជា low level ដូចគ្នារបស់សម្រាប់ team Flash KX កំពុងតែធ្វើការតេសយកហើយប៉ុន្តែចង់
fast load ឬក៏យ៉ាងណា អាយ៉ារត់ចុះអាយ៉ា អូចង់មក ប៉ជុំប៉យកឈឺខ្លាំងយកទៅមែនពេនអាយឈឺណាស់ថយសិនមកអូថយសិនមកស៊ីក្រាតថាថយសិនមក មាន flying cloud ណា flying cloud ណា គាត់រត់ចូលមាញ់ចង់ងឹតមុខតែគេអាចនឹងប៉ះឡតដែរទេកន្លែងនេះគេមកតជាមួយនឹង flying cloud តែជាមួយនឹងការវាយឡតដូចជាមិនចង់វាយនៅថាយកឡតនេះក៏មិនសូវជាចំណេញនឹងការវាយជាមួយនឹង king រីត្រឡប់មកវិញបណ្ដាតែមីនៀននៅខាងក្រៅនឹងកំពុងតែ roll flying cloud ជីពពកហោះមកវិញធម្មតា team flash KX កំពុងឲ្យមីនៀនក្នុងការបុកយកនេះបងបាទតិច MVP មីនៀនទៀត យក បាទ យក minion pressure តែចាំមើលអាចទប់ផ្ទះជាប់មានការប៉ះដៃគ្នាដើម្បីចេញចូលក្នុងការទប់ផ្ទះណាក៏លេចជាមួយនឹង minion បែបផលដើមការវាយដល់ king រីក៏ការខៃលលតែប៉ុណ្ណោះ បាទ ផ្លេចខ្លួនប្រយ័ត្នបាត់ទាំង រូបភាពដដែលទេណាបាទពិសាស៊ូ បាទផ្លេចខ្លួនប្រយ័ត្នបាត់ផ្ទះផ្លេចខ្លួនប្រយ័ត្នបាត់ផ្ទះតែក៏លេចជាមួយនឹង Lord ចិត្តដាច់ដូចគ្នាឈ្នះ Swan ក៏បានចេញមកពីអូ Cypher ពាក់ឈ្នះ Swan Hello អាយ៉ា Cypher ពាក់ជាមួយនឹង Magic Damage បន្ថែមនៅគ្នាមិនបាច់ទៅលើវិញបងតែគឺជាមួយនឹងឈ្នះ Swan បណ្ដាទៅមានវត្តមាននឹងការចូលយកដូចគ្នាបណ្ដាជួយការអស់ទៀតនៅនឹងចោលបណ្ដា Ultimate នោះគឺជា Ultimate របស់ Ultimate ការដាក់ចោលដូចគ្នា2 Ultimate 3 Ultimate 4 Ultimate 5 Ultimate អស់លេខយកតែម្ដងអត់មានជាមួយ Ultimate អូពេបញ្ចប់ពីនេះដល់ទៅដល់ពីដល់ Ultimate ការបោ Ultimate បោពី Live វាយជាមួយ Live យកតែម្ដងជាមួយនឹងខាង Soul តែមានជាមួយ កដេរទេជាមួយ Cyber ជីកតនៃការទិញជីវិតមកវិញតែជាមួយ Live ឡកខ្លាំងតែជាមួយសាក់ស៊ូមកពីក្រៅដូចគ្នាបណ្ដាមានការលត់ចូលវាយដល់តាមដល់តែសោដាច់ Soul បាត់ហើយជាមួយនឹង Team Flash Cake ជាមួយ Secret សាច់តែក្រៅមិនដែរអត់មានជាមួយនឹង Man Damage បាត់ទាំង Secret បាត់ទាំង Suomara បាត់ទាំង Sian ដែរទេ Sian នឹងវាយជាមួយនឹងសាក់ស៊ូពីរដនឹង3តែបណ្ដោះតែបុកចូលតែគេមាន Golan គេមាន Live ស៊ីយ៉ានមកពីក្រោយ Cypher ពីក្រោយ Cypher ពីក្រោយ បាទជាមួយនឹង Cypher ដែរមានជាមួយនឹង Passive តែជីកបាននៅមិនបានដែរជាមួយនឹង Cypher មាន Ultimate មិនតាន់គ្រប់ផ្សេងដើម្បីជីកជាមួយនឹង Sian តែនឹងទប់ជាមួយនឹង King Aris ជាប់តែក៏លេជាមួយនឹង Live មាននាងដល់3ផ្លូវទប់ជាប់ដល់មិនជាប់ជាមួយនឹង Xantabel ក៏បានចេញវីដេអូក្រោយគាត់ចេញមកតែយឺតពេកបាត់ហើយជាមួយនឹងមានអ្នកការតាន់ពេលវេលានៅ20និង30វិនាទីតែ Team Flash គេគួរដាក់បុកឬក៏ឈប់ត្រឹមនេះបុកបានអត់បុកឬអត់តែបើអត់ដាច់ជាមួយនឹង Sian គៀងបាក់បុកតិចហើយណាចាក៏ដូចគ្នាណាចាមាន Ultimate នៅឡើយមានការបាក់នេះយកតែម្ដង Live ក៏មិនហ៊ានចូលដូចគ្នាដល់ឆ្ងាយសិនមិនឲ្យគេចាប់បាត់ Live ក៏មានតែការបុកយ៉ាងនោះទេមានក៏បានម្ដងមានការឈប់វាយតែមានការទិញវិនាចាមានការចូលមកចាប់ជាមួយនឹង Live ប្រើលុយទឹកវិនាចាដំណើរមកបាត់ជាមួយនឹងណាចាបាត់សាទស៊ីយ៉ានម្នាក់ឯងកណ្ដោកណ្ដែង3ទល់មួយយកតែម្ដងទប់ផ្ទះចូលចូលបាទការការទេវាយលើ Live នឹងការដកថយនឹងគ្នាមាននៅវាយដែរខាង Live ទៅមកវិញសល់វាយជាមួយនឹង King Aris យកបានជាមួយស៊ីយ៉ានតែ King Aris save bye bye ជួយនឹង Cyber អាចនឹងរត់រួចដែរទេ Cyber មានជីកតែជាដាច់សល់បង្ហើយពី OP មីនៀនក៏បានមកដល់មាននាមបានបដលដែរទីការបុកចាត់ដាក់បានជាមួយការ copy skill ជាមួយនឹង Golden Hour បោ POP ដែរបន្តទី8ដែរតែការដាក់ចូលតែជាមួយនឹងសាស៊ូមកឲ្យវាយផ្ទះបាទសាស៊ូមកស៊ូមរាជាមួយនឹង Secret ពីការតបផ្ទះ2ដល់3យកតាមដល់ជាមួយ Cyber ពីការជីកលើកទី2បណ្ដាជីយកតាមដល់វាយផ្ទះបញ្ចប់វគ្គទី1នៅក្នុងវគ្គនេះផងដែរអត់ហើយបញ្ចប់វគ្គទី1ក៏បានដល់ Team Flash KX